អារៈស្រីក្រមដើមពោធិ៍ចាស់កាលពីសម័យមុននៅភូមិតូចមួយជាប់ព្រៃមានផ្លៃដីក្រហមវង្វៀនឆ្លងកាត់ដើមពោធិ៍ចាស់មួយដែលមានអាយុកាលរាប់រយឆ្នាំដើមពោធិ៍នោះឈរតែម្នាក់ឯងជាប់គល់ផ្លូវដូចជាកំពុងមើលអ្នកដំណើរទៅមករាល់ថ្ងៃមនុស្សចាស់ៗក្នុងភូមិតែងប្រាប់កូនចៅថាពេលថ្ងៃលិចកុំឆ្លងផ្លូវនោះតែឯងបើឮយោរិនហៅឈ្មោះកុំឆ្លើយបើឃើញស្ត្រីសក់វែងកុំមើលភ្នែកនាងតែយុវជនម្នាក់ឈ្មោះចន្ទ្រាមិនសូវជឿរឿងព្រេងទេគាត់គិតថានេះគ្រាន់តែជាការភ័យខ្លាចបន្តបន្ទាប់គ្នារបស់មនុស្សជំនាន់ចាស់យប់មួយបន្ទាប់ពីទៅជួយមិត្តភក្តិធ្វើស្រែយឺតចន្ទ្រាត្រូវត្រឡប់ផ្ទះតែម្នាក់ឯងពេលនោះពេលច័ន្ទលាក់ខ្លួនក្រោយពពកខ្យល់ត្រជាក់បក់ស្រាលហើយស្លឹកឈើរុះរោយដោយសំឡេងជំហានមនុស្សពេលចន្ទ្រាដើរចូលជិតដើមពោធិ៍ភ្លាមនោះសីតុណ្ហភាពដូចជាចុះទាបខ្យល់ឈប់បក់ស្ងាត់ដល់ថ្នាក់អាចឮសំឡេងដង្ហើមរបស់ខ្លួនឯងស្រាប់តែសំឡេងស្រីមួយឮស្រាលដូចមកពីក្រោមដីចន្ទ្រាមកជួយខៀមផងឈាមក្នុងខ្លួនគាត់ត្រជាក់ភ្លាមបេះដូងលោតខ្លាំងដៃជើងដូចជាទ្រឹសអ្វីមួយទាញឲ្យឈប់ចន្ទ្រាបង្ខំខ្លួនមិនឆ្លើយហើយបន្តដើរទៅមុខតែពេលនោះគាត់ឃើញស្រមោលស្ត្រីម្នាក់ឈរនៅក្រោមដើមពោធិ៍នាងស្លៀកខោអាវពណ៌សស្លាប់សក់វែងគ្របមុខដៃទាំងពីរទម្លាក់ចុះដូចជាមនុស្សគ្មានកម្លាំងទឹកភ្នែកធ្លាក់ចុះលើដីដោយមិនឮសំឡេងយំខ្លាំងចន្ទ្រាចងចាំពាក្យម្ដាយថាបើឃើញអ្វីមិនធម្មតាកុំសួរកុំឆ្លើយកុំមេត្តាគាត់បត់ភ្នែកចុះចាប់ដៃខ្លួនឯងឲ្យរឹងហើយដាវឆ្លងកាត់នាងពេលឆ្លងកាត់នោះគាត់មានអារម្មណ៍ដូចជាមនុស្សណាមួយឈរខាងក្រោយដង្ហើមត្រជាក់បះកហើយសំឡេងខ្សឹបនៅចិត្តត្រជាក់ថាកុំទៅនៅជាមួយខ្ញុំចន្ទ្រារត់មិនងាកក្រោយឡើយរហូតដល់ឃើញភ្លើងផ្ទះភូមិទើបអារម្មណ៍ត្រជាក់នោះបាត់ទៅភ្លាមថ្ងៃបន្ទាប់ចន្ទ្រាប្រាប់រឿងនេះដល់ព្រះតាអាចារ្យក្នុងភូមិព្រះតាបានសំពះដីក្រោមដើមពោធិ៍ហើយប្រាប់ថាស្ត្រីនោះជាវិញ្ញាណមួយដែលស្លាប់ដោយអំពើអយុត្តិធម៌កាលពីយូរមកហើយនាងចាំញាក់ដែលឆ្លើយសំឡេងដើម្បីយកជំនួសខ្លួនឯងចាប់តាំងពីថ្ងៃនោះភូមិនោះបានធ្វើពិធីសែនដាក់ធូបទៀននិងអាហារក្រោមដើមពោធិ៍សំឡេងហៅក៏ស្រាលទៅតែពេលយប់ជ្រាវនៅតែមានញាក់ឮយោរិនហៅឈ្មោះខ្លួនឯងហើយប្រសិនបើយប់ណាមួយញាក់ឆ្លងផ្លូវស្ងាត់ហើយយោរិនហៅឈ្មោះញាក់ពីក្រោយស៊ូមចងចាំកុំឆ្លើយកុំងាកក្រោយដាវទៅមុខរហូតដល់ពន្លឺ